បាទសួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើតGmail account នៅក្នុងឆ្នាំ2025នេះពីកម្រិតដំបូងទៅអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលឥឡូវយើងចូលទៅបង្កើតរបស់គ្នាអញ្ចឹងមុននឹងបង្កើតគឺយើងត្រូវចូលទៅ Google Chrome ឬក៏យើងប្រើទៅតាម Firefox អីគឺយើងចូលទៅតាម Firefox ទៅបាទអញ្ចឹងកន្លែងនេះខ្ញុំប្រើទៅតាម Google Chrome បាទអញ្ចឹងកន្លែងនេះយើងអត់ចូលទៅក្នុង account Gmail ណាមួយដែលយើងធ្លាប់ប្រើប្រាស់ពីមុនហើយទេអញ្ចឹងកន្លែងនេះយើងត្រូវចូលទៅកន្លែង add នេះ add កន្លែងថ្មីកន្លែងស្រាប់នេះថាយើងស្រាប់ចូលទៅ connect account Gmail ថ្មីបានយើងអាចបង្កើតបានអូខេអញ្ចឹងកន្លែងនេះខ្ញុំចុចកន្លែងសញ្ញា add កន្លែងសញ្ញាបូកនេះមកអូខេហើយកន្លែងនេះយើងយកកន្លែងនេះ continue with now earn account នេះសិនមកដោយសារយើងអត់មាន account Gmail សម្រាប់ login ឬក៏ sign in ហ្នឹងទេបាទអញ្ចឹងកន្លែងនេះយើងអាចដាក់ឈ្មោះអីសិនបានអូខេឧទាហរណ៍ទៅកន្លែងនេះខ្ញុំដាក់Kevin អញ្ចឹងទៅអូខេហើយចុចដាំអញ្ចឹងកន្លែងនេះយើងអាចសរសេរយើងអាចសរសេរថាcreate អូខេ Gmail account នេះយើងអាចជ្រើសរើសកន្លែងមួយនេះមកអូខេហើយបន្ទាប់មកកន្លែងនេះយើងត្រូវជ្រើសរើសយកកន្លែងនេះ create Gmail account បាទហើយបន្ទាប់មកកន្លែងនេះយើង scroll ទៅក្រោមទៀតមកហើយកន្លែងនេះយើងជ្រើសរើសយកនេះកន្លែង create earn account បាទជ្រើសរើសយកបែបហ្នឹងបាទអញ្ចឹងកន្លែងនេះបើសិនជាយើងមាន Gmail គឺយើងអាចបាយចូលទៅនេះបានតែយើងអត់មានអញ្ចឹងយើងជ្រើសរើសយកកន្លែង create account ទៀតមកអញ្ចឹងកន្លែងនេះវានឹងសួរយើងហើយតែយើងបង្កើតហ្នឹងប្រើសម្រាប់ធ្វើអីមានថាប្រើសម្រាប់ផ្ទាល់ខ្លួនឬក៏សម្រាប់មានថាកូនក្មេងមានថា my child ហ្នឹងកូនរបស់យើងឯងឬក៏កន្លែងនេះប្រើសម្រាប់បង្កើតធ្វើការងារឬក៏ business អីចឹងទៅបាទអញ្ចឹងកន្លែងនេះខ្ញុំ recommend ឲ្យពួកយើងប្រើជ្រើសរើស option ទី1កន្លែងជ្រើសរើស for my personal use កន្លែងនេះវាប្រើសម្រាប់ផ្ទាល់ខ្លួនទៅបាទអញ្ចឹងកន្លែងនេះយើងត្រូវការបំពេញឈ្មោះ first name ហើយនិង last name មានតែឈ្មោះដើមអូខេហើយនិងឈ្មោះចុងក្រោយនាមតកូលហើយនិងនាមខ្លួនបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់មកចូលកន្លែងនេះខ្ញុំដាក់ Kevin អញ្ចឹងទៅបាទកន្លែងនេះខ្ញុំដាក់ Rin អញ្ចឹងទៅបាទអូខេតែប៉ុណ្ណឹងហើយបន្តមកយើងចុច next មកបាទហើយកន្លែងនេះយើងជ្រើសរើសតាក់ទងនឹងថ្ងៃខែឆ្នាំកំណើតកន្លែងម៉ាននេះយើងជ្រើសរើសតាក់ទងនឹងខែអញ្ចឹងខ្ញុំអាចជ្រើសរើសខែតាក់ទង September អូខេថ្ងៃទី1ទាំងទៅហើយឆ្នាំ1997បាទអូខេខ្ញុំកន្លែងនេះគឺយើងជ្រើសរើសយកភេទបាទហើយបន្តមកយើងអាចចុចតិចបានទៅទៀតអូខេអញ្ចឹងយើងមើលកន្លែង option កន្លែងនេះអញ្ចឹងយើងអាចជ្រើសរើសតាក់ទងនឹង Gmail account Gmail ដែលគេ recommend ឲ្យយើងប្រើស្រេចនេះវាមានខាងលើនេះវាមានអូខេ Krin អញ្ចឹងទៅហើយ39 36អញ្ចឹងទៅ @gmail.com ទៅឬក៏យើងជ្រើសរើស option ទី2ក៏បានដែរឬក៏យើងចង់បង្កើតសរសេរមានថាចង់បង្កើត Gmail ហ្នឹងដោយខ្លួនឯងក៏បានដែរមានថា create your own Gmail អូខេ address មានថាយើងបង្កើតដោយខ្លួនឯងអូខេយើងអាចសរសេរបង្កើតដោយខ្លួនឯងក៏បានដែរបាទអញ្ចឹងកន្លែងនេះខ្ញុំសូមជ្រើសរើសយក option ទី3បាទអូខេអញ្ចឹងកន្លែងនេះយើងដាក់មកអូខេបន្តថាកន្លែងនេះ Kevin Rin អូខេអញ្ចឹងយើងមានលេខបានទៀតឧទាហរណ៍ថាខ្ញុំដាក់ឆ្នាំរបស់ខ្ញុំ7អញ្ចឹងទៅយើងដាក់ទៅប៉ុណ្ណឹងទៅបានហើយយើងមិនបាច់សរសេរ @gmail.com អីទេដោយសារ @gmail.com អីវាមាននៅខាងចុងនេះស្រេចបាទអញ្ចឹងបន្តមកយើងចុច next មកបន្ទាប់ពីយើងសរសេររួចហើយអូខេអញ្ចឹងកន្លែងនេះគេ recommend ឲ្យយើងនេះ that username is taken អូខេអញ្ចឹងយើងអាចដូរឈ្មោះដូរទៅដល់ Gmail របស់យើងទៅអូខេអូខេឥឡូវខ្ញុំដាក់អូខេឥឡូវខ្ញុំដាក់បែបនេះអូខេ
17 ហើយខ្ញុំដាក់25វាឲ្យអត់អូខេអញ្ចឹងខ្ញុំចុចnick តទៅមុខទៀតអូខេអញ្ចឹងកន្លែងនេះបាទអញ្ចឹងកន្លែងនេះគេឲ្យយើងទាមទារឲ្យយើងវាបញ្ចូល password create password strong password មានថាតើតង password របស់យើងហ្នឹងវាឲ្យរៀង security នេះទៅបាទយើងកុំដាក់នេះថាងាយស្រួលពេកនឹងគេចូល hack បានណាអញ្ចឹងកន្លែងនេះខ្ញុំអាចតើតង password ខ្ញុំសូមបិទអូខេបន្ទាប់ពីយើងវាយបញ្ចូល password រួចហើយអញ្ចឹងបញ្ជាក់កន្លែងនេះតើតង password ហើយនឹងកន្លែង confirm នេះគឺយើងដាក់ password ដូចគ្នាបាទអូខេអញ្ចឹងកន្លែងនេះយើងអាចសូ password បានដើម្បីយើងស្រួលចាំខ្លួនយើងអាចមាន note អីមួយសម្រាប់យើង note ទុកតើតងនឹង password ឬក៏ email របស់យើងទៅណាបាទដល់ពេលយើងកំណត់រួចហើយយើងអាចចុច next បានបាទអញ្ចឹងកន្លែងនេះគេឲ្យយើងបញ្ជាក់នេះ recovery email address អញ្ចឹងបើសិនជាយើងមាន email ចាស់របស់យើងអីទេយើងអាចវាបញ្ចូលមកន័យថានៅពេលដែល email address របស់យើងមួយនេះនៅពេលណាដែលវាបាត់បង់ឬក៏មានបញ្ហាអីយើងអាច recovery វាមកតាមរយៈ email ដែលយើងភ្ជាប់មួយនេះបាទអញ្ចឹងកន្លែងនេះយើងអាចចុច skip សិនទៅយើងអាចកំណត់ពីពេលក្រោយបានអញ្ចឹងកន្លែងនេះខ្ញុំសូមចុច skip សិនបាទជាងកន្លែងនេះតើតនឹង phone number យើងវាបញ្ចូលឲ្យទៅយើងអាចដាក់លេខទូរស័ព្ទឲ្យទៅឬក៏យើងដាក់ពេលក្រោយក៏បានដែរក៏វាអត់បញ្ហាដែរជាងកន្លែងនេះខ្ញុំសូមដាក់លេខទូរស័ព្ទឲ្យហើយជាងកន្លែងនេះបន្ទាប់ពីយើងវាបញ្ចូលលេខទូរស័ព្ទហើយយើងអាចចុច next តទៅទៀតបានអូខេអញ្ចឹងបន្ទាប់ពីយើងវាបញ្ចូលលេខទូរស័ព្ទហើយបន្ទាប់ពីយើងចុច next ហើយកន្លែងនេះវានឹងសួរគេឲ្យយើងមានន័យថាកន្លែងនេះបើសិនជាយើងចុច send ទៅមានន័យថាគេឲ្យក្រុមហ៊ុនហ្នឹងផ្ញើលេខ6ខ្ទង់មកយើងអញ្ចឹងណាបាទអញ្ចឹងបើសិនជាយើងអត់ទាន់កំណត់ឥឡូវទេយើងអាចចុច not now បានអញ្ចឹងកន្លែងនេះដោយសារទូរស័ព្ទនៅក្បែរខ្ញុំស្អាតហើយអញ្ចឹងខ្ញុំចុច send ទៅដើម្បីឲ្យក្រុមហ៊ុនហ្នឹងគាត់ផ្ញើសារលេខកូដ6ខ្ទង់ហ្នឹងដើម្បីមកបញ្ជាក់កន្លែងនេះ verify your phone number មានថាបញ្ជាក់លេខទូរស័ព្ទរបស់យើងបាទអញ្ចឹងកន្លែងនេះយើងចុច send មកអូខេអញ្ចឹងកន្លែងនេះខ្ញុំបានលេខកូដ6ខ្ទង់មកហើយខ្ញុំសូមវាបញ្ចូលអូខេបន្ទាប់ពីយើងវាយបញ្ចូលហើយយើងអាចចុចបញ្ជាក់ទៅតើត verify ទៅបាទបន្ទាប់ពីយើងចុច verify ហើយអញ្ចឹងកន្លែងនេះ account យើងគឺបង្កើតបានហើយអញ្ចឹងកន្លែងនេះយើងអាចចុចនេះ continue creating a new account បាទគឺកន្លែងហ្នឹងមកអូខេអញ្ចឹងកន្លែងនេះអូខេ for example your number will be used to អូខេ receive video call អូខេយើងអាចចុច skip សិនក៏បានដែរអូខេតោះមកយើងចុច next មកបាទនេះ recovery phone number អូខេអានេះតើតងលេខទូរស័ព្ទយើងបញ្ជាក់មានថានៅពេលដែល account Gmail របស់យើងមានបញ្ហាអីយើងអាចទាញវាមកតាមរយៈលេខទូរស័ព្ទនេះវិញបានយើងអាច scroll មកក្រោមហើយកន្លែងនេះយើងចុចពាក្យ I agree មកបាទអូខេអញ្ចឹងកន្លែងនេះយើងបន្ទាប់ពីយើងបង្កើត account Gmail យើងបានហើយអញ្ចឹងកន្លែងនេះយើងត្រូវបំពេញព័ត៌មាននៅក្នុងចំណុចនេះទៀតបន្ថែមទៀតបាទអូខេអញ្ចឹងកន្លែងនេះគេឲ្យយើងទាក់ទង set home address មានថា set ទីតាំងដែលយើងរស់នៅអញ្ចឹងបានអូខេអញ្ចឹងកន្លែងនេះខ្ញុំចុច set នេះមកអញ្ចឹងកន្លែងនេះបើសិនជាយើងអត់ដឹងថាទីតាំងយើងហ្នឹងវាមានឈ្មោះអីទេយើងអាចចុចកន្លែងនេះ show on map មកយើងចុចទៅកន្លែងហ្នឹងបាទអញ្ចឹងវានឹងបង្ហាញទីតាំងដែលយើងកំពុងរស់នៅហើយបាទតោះមកចុចពាក្យ save មកអូខេហើយតោះមកចុច done នេះតទៅលេខ address របស់គេបាទកន្លែងនេះយើងកំណត់ហើយបាទអញ្ចឹងកន្លែងនេះតទៅនឹង add recovery email អញ្ចឹងបើសិនជាយើងមាន email ណាដើម្បីយកមកបញ្ជាក់យើងវាយបញ្ចូលឲ្យហើយមកអញ្ចឹងកន្លែងនេះអូខេខ្ញុំ add បញ្ចូលឲ្យហើយ
những bài này chúng ta ở đi F bạn trên này nếu tôi bây giờ chụp về bên chỗ Gmail dương rồi thấy những ai chụp sale bán ok và nắng chỉ ca sai dương thua ca refresh một máu ok tôi bây giờ refresh hết dân lại ní và ở dân send code từ mà toàn tiền đâm bây giờ mình chạy chẳng chạy thông năng code nắng những ai từ vô email để giờ chọn nhé email để dùng chọn đấy từ vô code vì năng món nào mới bị chết ok bây này verify yours recovery email và dân lại ní chụp send code nó thì dân lại ní nhưng ngoài mình chú thì tôi bây giờ ngoài mình chú thấy lại ní những ai chụp chờ tôi năng verify bán ok chính ca và ca account Gmail mọi những cứ ban từ cho về bạn ok cho những anh tôi mơ tới qua miền mọi những cứ từ bạn bởi nói bạn ok chân lại nhé ok chân những ai chua đã rút đã bán ok những chua từ mình vô Google account này máu và sân diện trong tự động đã ở tự động group phía ok những ai tuyệt lại này bạn những ảnh đã được phía bàn tạm nắng nhẹ add profile picture những lại này dương miền của phía default một cái site này lại là session này rồi bây giờ trong thì vô bị computer bởi dưới các bạn này chụp lại from computer đi máu lại này tag ở picture mình thấy dương thôi một phía bởi dương toán thì dương coi dương cả ai chu thì vô phía bị computer dương đại miền site các bạn chụp lại đi máu chỉ cả site cho bạn thì những sự gồm thà đẹp ở khía năng vô bàn ngọc khía bạn thì số một cuốn sum cả tạm video này bị đam rồi đỏ cho phòng đang là số